nhưngបងអូនណាខ្លះដែលគាត់ស្គាល់ផ្លែនេះផ្លែនេះគឺអ្នកខ្លះគេហៅ feature អ្នកខ្លះគេហៅថា feature នេះគឺល្អខ្លាំងមែនតើសម្រាប់សុខភាពរបស់យើងបើប្រៀបធៀបវាទៅគឺវាដូចនឹងតបែកស្រុកខ្មែរយើងអញ្ចឹងណាអានេះផ្លែវានេះគឺវាឆ្ងាញ់ហើយវាមានជាតិជូរអែមហើយអ្វីដែលកាន់តែពិសេសនោះគឺវាជួយជំនួយដល់សុខភាពរបស់យើងខ្លាំងមែនតើតែម្ដងនេះគឺវាសម្បូរទៅដោយជាតិវីតាមីន C ហើយវាជួយធ្វើឲ្យស្បែករបស់យើងនឹងភ្លឺថ្លាវាជួយធ្វើឲ្យយើងប្រព័ន្ធរំលាយអាហាររបស់យើងនឹងដើរស្រួលបាត់យើងបានស្រួលហើយវាជួយជំនួយដល់បេះដូងរបស់យើងទៀតណាសម្រាប់ផ្លែនេះគឺល្អខ្លាំងមែនតើសម្រាប់សុខភាពគឺផ្លែនេះបងចង់ញ៉ាំវាទាំងអស់ក៏បានបងចង់ញ៉ាំតែខាងក្នុងនេះខ្ញុំចេះក៏បានដែរសម្រាប់ខ្ញុំគឺខ្ញុំចិត្តហើយខ្ញុំញ៉ាំតែខាងក្នុងឯងដោយសារសបកវាខាងក្រៅវាដូចរៀងជូរចត់មកចេះខាងក្នុងគេញ៉ាំទៅរសជាតិវាគឺរៀងជូរអែមបើសិនណាជាពេលដែលវាទុំគឺផ្អែមយកហ្មងគឺបើសិនណាជាបងទិញប៉ះវាអត់សូវទុំណាអត់សូវទុំមានថារៀងហឹងអានោះរៀងជូរអែមតែបើយករៀងទុំចេះផ្លែវារៀងផ្អែមនិយាយទៅផ្អែមមុតហ្មងហើយផ្លែនេះគឺល្អខ្លាំងមែនទែនសម្រាប់សុខភាពអ្នកដែលគាត់អត់ទាន់ស្គាល់ទៅសាកទៅផ្លែនេះឆ្ងាញ់ហើយរសជាតិវាដូចតបែកយើងតែផ្អែមជាងតបែករបស់យើងតែសម្រាប់ខ្ញុំគឺខ្ញុំអត់ញ៉ាំសបកខាងក្រៅទេសបកខាងក្រៅវាគឺខ្ញុំមានអារម្មណ៍ថាវារៀងចត់ហើយវារៀងជូរអញ្ចឹងសបកខាងក្រៅខ្ញុំអត់ដែរញ៉ាំទេខ្ញុំញ៉ាំតែត្រឹមតែសាច់សវានេះអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់ដឹងថាផ្លែរសជាតិមិនចេះទៅសាកឲ្យឆ្ងាញ់ហើយជំនួយសុខភាពរបស់យើងបានល្អទៀត